រដូវវស្សាភ្លៀងធ្លាក់ជោគជាំពេញវាលស្រែនិងប្រឡាយជាពេលវេលាដែលប្រជាកសិករត្រៀមខ្លួននៅក្នុងការរៀបចំសម្ភារៈសម្រាប់ធ្វើស្រែក្រោយពីទឹកស្រកទៅវិញចំណែកពួកខ្ញុំជាក្មេងៗក៏បានត្រៀមខ្លួនផងដែរតែមិនមែនត្រៀមខ្លួនទៅជួយនោះទេគឺត្រៀមតែរត់លេងឬរត់ដេញចាប់ត្រីពីក្រោយកយន្តឬត្រាក់ទ័រដែលគេវាយដីដើម្បីរៀបចំធ្វើស្រែនៅរដូវកាលថ្មីក្រោយពីទឹកស្រកពុកនិងបងប្រុសរបស់ខ្ញុំបានរៀបចំកយន្តតាក់រមាស់ពីក្រោយដោយដឹកផាលកង់ដែកនិងរនាស់ដើម្បីយកទៅស្រែទៅខាងកើតខ្ញុំក៏បានទៅជាមួយដែរដែលបានយកកញ្ច្រែងនិងកូនធុងតូចមួយទុកសម្រាប់ដួសនិងដាក់ត្រីទៅដល់វាលស្រែពុកនិងបងប្រុសបានរៀបចំដោះរមាក់ចេញពីកយន្តនិងពាក់ជំនួសដោយរនាស់សម្រាប់រស់ហើយបានបដូរកង់ជ័រដាក់កង់ដែកដើម្បីបើកចូលទៅក្នុងស្រែរួចបន្តរស់សង្កត់ស្មៅដែលដុះនៅក្នុងស្រែរៀបទៅក្នុងទឹកចំណែកខ្ញុំក៏បានទាញកញ្ច្រែងនិងកូនធុងរត់តាមពីក្រោយដើម្បីដួសត្រីដែលពុលទឹកអាងតែមានតែម្នាក់ឯងខ្ញុំដួសមិនប្រណីដៃនោះទេព្រោះគ្មានអ្នកណាមករំដាំខ្ញុំឡើយខ្ញុំដួសបានត្រីតូចធំជាច្រើនខ្លះរស់ខ្លះងាប់ខ្លះមុតនិងរនាស់ដាច់ខ្លួនជាពីរក៏មានដល់ថ្ងៃបន្តិចម៉ែក៏បានយកបាយមកឲ្យពួកខ្ញុំសម្រាប់បរិភោគព្រោះត្រូវបង្ហាញការងារដល់ល្ងាចទៅមិនបានត្រឡប់ទៅផ្ទះវិញមកដល់ម៉ែក៏ស្រែកហៅពុកថាណែពុកវីនំកូនមកហុកបាយសិនមកហូបហើយសម្រាប់បន្តិចចាំប្រុសស្រែបន្តពុកក៏បានហៅបងប្រុសនឹងខ្ញុំឲ្យឡើងពីស្រែទៅហូបបាយសិនទៅដល់លើគោកខ្ញុំបានបង្ហាញម៉ែអំពីត្រីដែលខ្ញុំបានដួសបានម៉ែបានឃើញហើយសរសើរខ្ញុំថាពូកែណាស់កូនល្ងាចនេះយើងបានត្រីទាំងនេះឯងដើម្បីធ្វើម្ហូបហូបបាយរួចរាល់ម៉ែក៏បានយកថង់មួយមកច្រកយកត្រីទៅផ្ទះដោយបន្តទុកកូនធុងនោះឲ្យខ្ញុំដួសត្រីដាក់បន្តកាលនោះមិនដឹងជាយ៉ាងម៉េចទេត្រីពិតជាមានច្រើនមែនដួសម្នាក់ឯងស្ទើរតែមិនទាន់ទៅហើយក្រោយពីដួសបានយូរបន្តិចដោយសារតែអស់កម្លាំងផងខ្ញុំក៏បានឡើងលើគោកដើម្បីសម្រាកខ្ញុំបានតម្រិតខ្លួនលើស្មៅក្រោមដើមឈើលើភ្លឺស្រែក្បែរនោះហើយក៏ដេកពីពេលណាក៏មិនដឹងពេលភ្ញាក់មកវិញក៏រៀនល្ងាចបាត់ទៅហើយជួនជាពេលនោះបងប្រុសក៏កំពុងតែរៀបចំអីវ៉ាន់ដើម្បីត្រឡប់ទៅផ្ទះវិញតម្រុំរៀបចំហើយមេឃក៏ស្ទើរតែងងឹតទៅហើយពុកបានហៅខ្ញុំឡើងកយន្តហើយក៏បើកត្រឡប់ទៅផ្ទះវិញខ្ញុំចាំបានថាតាមផ្លូវត្រឡប់ទៅផ្ទះវិញពួកខ្ញុំត្រូវឆ្លងកាត់វាលដាច់ស្រយាលមួយកន្លែងដែលជាវាលគេទុកចោលមិនមានអ្នកធ្វើស្រែនៅលើវាលនោះទេនៅវាលនោះមានដំបូកធំធំនិងមានកំពតព្រៃដុះជាដុំនៅតាមកន្លែងមេឃចាប់ផ្ដើមងឹតល្មមខ្ញុំបានចោទសួរទៅពុកថាពុកមិនបានអត់មានអ្នកធ្វើស្រែនៅទីនោះអញ្ចឹងពុកបានឆ្លើយថាវានោះជាវាដែលគេទុកសម្រាប់ដុតខ្មោចអនាថាដែលគ្មានសាច់ញាតិអញ្ចឹងហើយគ្មានអ្នកណាហ៊ានទៅធ្វើស្រែនៅទីនោះឡើយកូនពុកបានបន្តថាកាលពីពុកនៅក្មេងកន្លែងនោះគឺសម្បូរទៅដោយពពួកព្រាយបិសាចរស់នៅឲ្យតែមានអ្នកឆ្លងកាត់គឺត្រាញតែត្រូវបានវាលងបន្លាចជាញឹកញយពុកបានដំណាលថានិយាយពីការពុកនៅក្មេងនោះកាលពីពេលមួយពុកនិងមិត្តភ័ក្តិពីរនាក់ទៀតបាននាំគ្នាដើរដាក់បកាយត្រីនៅតាមប្រឡាយប្របជាមួយវាលនោះដោយរំពឹងថាពេលយប់នឹងនាំគ្នាមកមើលបង្កាយនោះជាមួយគ្នា
ដាក់បង្កាយហើយក៏នាំគ្នាត្រឡប់ទៅផ្ទះវិញលុះយប់ក៏នាំគ្នាមកមើលបង្កាយតែម្ដងបង្កាយប្រហែល30បង្កាយបានចុះត្រីប្រហែល10ក្បាលជាចំនួនមួយដែលគួរសមរៀបចំដាក់នុយថ្មីហើយក៏នាំគ្នាត្រឡប់ទៅផ្ទះវិញពុកបានបន្តថាកំឡុងពេលដើរទៅផ្ទះវិញពួកគាត់ក៏ស្រាប់តែឃើញភ្លើងអ្វីមួយយ៉ាងហោះចេញពីវានោះដែលមានអាធំជាងគេនៅខាងមុខនិងមានអាតូចៗចំនួន3ហោះតាមពីក្រោយពុកបានបន្តថាកាលនោះគាត់មិនស្គាល់តែជាអ្វីនោះទេក៏បានសួរគ្នាទៅវិញទៅមកក៏ប៉ុន្តែគ្មានអ្នកណាស្គាល់នោះទេតែជានិស្ស័យក្មេងមិនដឹងអីមិត្តម្នាក់ក៏បានស្រែកថាភ្លើងអីវើយហើយក៏បានយកដុំដីមួយដុំគប់ទៅកាត់ភ្លើងនោះផងដែរភ្លាមនោះភ្លើងក្រហមទាំងនោះក៏បានឈប់នៅមួយកន្លែងហើយបានបែរទិសដៅហោះសំដៅមករកក្រុមរបស់ពុកភ្លាមក្នុងល្បឿនដ៏លឿនពុកឃើញហើយក៏ស្រែកថារត់វើយពួកអាដែងទាំងអស់គ្នាក៏រត់យកតែព្រះអាយុរៀងខ្លួនហើយដោយសារតែស្គាល់ផ្លូវត្រឡប់មកផ្ទះវិញពុកក៏អាចរត់មកដល់ផ្ទះនិងស្រែកហៅឲ្យលោកតានិងលោកយាយជួយចំណែកមិត្តភក្តិផ្សេងទៀតក៏មិនដឹងបាត់ទៅណាអស់នោះទេព្រឹកឡើងពុកក៏បានដើរទៅផ្ទះមិត្តភក្តិរបស់គាត់ដែលនៅជាមួយគ្នាកាលពីយប់មិញទៅដល់ក៏បានជួបគ្នាម្នាក់ហើយក៏នាំគ្នាទៅផ្ទះមិត្តភក្តិម្នាក់ទៀតទៅដល់ផ្ទះមិត្តភក្តិម្នាក់ទៀតក៏ស្រាប់តែដឹងថាមិត្តរបស់គាត់ម្នាក់ទៀតនោះបានដេកគ្រុនញ័រទៅត្រឹកខ្លួនក្តៅដូចភ្លើងពុកក៏បានសួរម្ដាយមិត្តភក្តិគាត់ថាវាកាត់អីគេមីងបានតបមកវិញថាយប់មិញពេលដែលវាទៅដាក់បង្កាយជាមួយពួកក្មួយវាថាមានពន្លឺភ្លើងក្រហមមួយជួរបានហោះដេញវាដោយសារតែពួកក្មួយរត់លឿនជាងវាភ្លើងក្រហមនោះក៏សំដៅមករកតែវាម្នាក់ឯងវាបាននិយាយប្រាប់មីងថាក្នុងភ្លើងក្រហមនោះវាបានឃើញមុខមនុស្សស្រីពណ៌បៃតងសក់សំពងហោះសំដៅនិងស្រែកសម្លុតវាយ៉ាងខ្លាំងពេលវារត់មកដល់ផ្ទះក៏មានសភាពញញែបែបនេះតែម្ដងក្រោយពីពេលនោះមកពុកបាននិយាយថាមិត្តភក្តិរបស់គាត់បានឈឺរ៉ាំរ៉ៃជ្រុះសក់ប្រហែល1ខែក៏បានបាត់បង់ជីវិតតែម្ដងក្រោយមកចាស់ក្នុងភូមិបាននាំពុកនិងក្មេងៗដទៃទៅប្រជុំគ្នាហើយបានហាមមិនឲ្យទៅវានោះទៀតទេហើយភ្លើងដែលពុកបានឃើញវាជាភ្លើងព្រាយបណ្ដាកូនដែលប្រៀបដូចជាមេមន់បណ្ដាកូនអញ្ចឹងគឺវាកាយខ្លាំងណាស់ដោយសារតែវាត្រូវការពារកូនរបស់ពួកវាដែរខ្ញុំយល់គ្រប់រឿងហើយក៏ស្ដាប់តាមសម្ដីពុកដោយមិនទៅលេងនៅវាដាច់ស្រយល់នោះដាច់ខាតហើយរឿងនេះក៏ត្រូវបានបញ្ចប់ត្រឹមតែប៉ុណ្ណេះអរគុណសម្រាប់ការតាមដានសន្តាប់តាំងពីដើមរហូតដល់ចប់